ប្រពន្ធគាត់នៅប៉ោយប៉ែតគាត់អត់ដឹងថាប្រពន្ធគាត់មិនអញ្ចឹងកន្លែងនេះដែលយើងត្រូវស្រឡាញ់គ្នាកាន់តែយល់ចិត្តគ្នាខ្មែរយើងត្រូវយល់ចិត្តគ្នាឲ្យច្រើនហើយជាពិសេសយើងត្រូវដឹងថាពេលនេះបើយើងអត់សាមគ្គីគ្នាយើងចេះតែនិយាយចេះនិយាយចុះធ្វើឲ្យយើងកាន់តែខ្វះខាតច្រើនបើយើងសាមគ្គីគ្នាយើងកាន់តែខ្លាំងយើងកាន់តែរឹងមាំកន្លែងនេះមួយដែលខ្ញុំចង់សូមឲ្យខ្មែរយើងត្រូវចេះរួបរวมឲ្យសាមគ្គីគ្នាទោះបីយើងខ្វះខាតអីក៏យើងកំរិះគុណគ្នាយើងត្រូវគិតថាធ្វើម៉េចដើម្បីយើងឲ្យអ្វីដែលយើងកាន់តែល្អទៅដល់ប្រជាពលរដ្ឋយើងប្រជាពលរដ្ឋយើងធ្លាប់តែគាត់នៅផ្ទះស្នាក់នៅមានដំបូលផ្ទះដ៏ល្អផ្ទះរស់នៅសុខជាមួយកូនជាមួយប្រពន្ធហើយមានលំងផ្ទះឥឡូវបែរជាចាក់ចេញពីផ្ទះចាក់សោលំងឥឡូវបែរជាមកគេងនៅកន្លែងតំបន់សុវត្ថិភាពគឺគេងនៅមេឃជាដំបូលផ្ទះវិញអញ្ចឹងយើងឃើញការលំបាកអស់នឹងមានការក្តុកក្តួលមែនតើអានេះដែលខ្ញុំធ្លាប់ជួបតាំងពីជំនាន់ខ្ញុំអាយុ7ឆ្នាំ7ឆ្នាំហ្នឹងផ្ទះខ្ញុំមានដំបូលអត់មានជាងទេពីការអាយុ7ឆ្នាំអញ្ចឹងពីការទុកលំបាកមួយដ៏ធំក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយជាក្រុមហ៊ុនកម្ពុជាឃើញអានឹងជារឿងដែលក្តុកក្តួលមែនតើក្នុងចិត្តខ្ញុំមែនតើអញ្ចឹងថ្ងៃនេះក្រុមហ៊ុនក៏គិតគូរថាតង់ 5000 ដែលនៅចំពោះមុខខ្ញុំហ្នឹងមានសារៈសំខាន់ចាំបាច់បំផុតដោយសារភាពកក់ក្ដៅហើយតង់ហ្នឹងដែលយើងធ្វើហ្នឹងគឺដើម្បីផ្ដល់ទៅគ្រប់ទីតាំងទាំងអស់ដែលជនភៀសសិទ្ធទាំងអស់គឺកន្លែងណាក៏ដោយគឺយើងយកដាក់ឲ្យមានរំលែកចែករំលែកឲ្យបានគ្រប់គ្នាហ្មងហើយរបស់នេះខ្ញុំគិតថាអាចប្រើបានយូរអង្វែងណាស់បន្ទាប់មកទៀតយើងឧបត្ថម្ភ 50,000 ដល់ពេលខែ12នេះថ្ងៃ7នេះក៏យើងចូលឧបត្ថម្ភ 3 លានហើយថែមទាំងចូលរួមអង្គ500តោនមានទឹកសុទ្ធកម្ពុជាឥឡូវថ្មីនេះយើងនឹងបញ្ជូនទៅមានភេសជ្ជៈយើងថែមទៀតគឺមាន work 10000 កេសកម្ពុជាកូឡា 10000 ខ្ញុំគិតទៅចូលរួមទាំងអស់ហ្នឹងប្រហែល 77 លានដុល្លារ